បាទនេះខ្ញុំសពស្កប់ឲ្យបងប្អូនមើលបាទអញ្ចឹងនេះនៅពេលដែលយើងដេនៅរត់ពី0ដល់14 15 volt AC បាទនេះជារលកសញ្ញាដែលបញ្ជាក់ថាម៉ាញ៉ូតូយើងនៅល្អវិធីវាស់រលកសញ្ញាបាទដែលម៉ាញ៉ូតូវាបញ្ចេញរលកសញ្ញាភ្លើងបាទទៅឲ្យម៉ូប៊ីនទូរបស់យើងដើម្បីម៉ូប៊ីនទូរបស់យើងបំលែងភ្លើងពីដំណោះខ្នាតតូចទៅដំណោះខ្នាតធំដើម្បីបាទបញ្ជូនឲ្យភ្លើងប៊ូស៊ីដុតការភ្លើងក្នុងបន្ទប់ប្រឆេះយើងបាទអូខេតើយើងវាស់យ៉ាងម៉េចបាទទី1បងប្អូនកាច់អូម៉ែត្រមកកន្លែងលេខបាទ200 AC ណាដែលមានអក្សរ V មានសញ្ញាទឹកលោកជាចរន្តគឺសម្រាប់វាស់ភ្លើង AC នេះបងប្អូនកាច់មកឃើញVol AC អូខេបាទបន្ទាប់មកបងខ្សែអូម៉ែត្ររបស់យើងបងប្អូនមកចំហៀងបងប្អូនចាក់លើម៉ាស់តួចោលមកមួយទៅហើយក្រហមមួយទៀតយើងចាក់លើខ្សែដែលចេញដកពីបើយើងណាខ្សែមួយនេះគឺខ្សែដែលចេញពីម៉ាញ៉ូតូអញ្ចឹងយើងដកចេញពីគ្នាបាទហើយយើងវាស់ខ្សែដែលចេញពីម៉ាញ៉ូតូបាទមកចូលម៉ូប៊ីនអញ្ចឹងឥឡូវក្រហមខ្ញុំចាក់ចូលបាទខាងដែលខ្សែដែលចេញពីម៉ាញ៉ូតូណាជារលកសញ្ញាដែលចេញពីម៉ាញ់តូជាចរន្តភ្លើង AC បាទដែលបញ្ចូលម៉ូប៊ីនពណ៌ខ្មៅយើងចាក់លើម៉ាស់ណាឥឡូវចាក់ម៉ាស់តួគ្រូចោលមួយមកចាក់ម៉ាស់តួមួយណានេះក៏បានដែរនេះបាទម៉ាស់តួបាទតមកយើងត្រូវការបើកសដើម្បីដេបញ្ឆេះណាបើកសហើយបងប្អូនចាំសង្កេតមើលអស់គ្នាថាតើម៉ាញ៉ូតូបាទប្រភេទម៉ូតូប្រើបេនវាជាចរន្តភ្លើង AC ដូចអ្វីដែលខ្ញុំបាននិយាយអត់ហើយវាចេញមកប្រមាណវ៉លដល់ពេលដែលយើងដេឬក៏យើងធាក់ដំបូងនឹងដើម្បីបញ្ជូនរលកសញ្ញានឹងមកឲ្យម៉ូប៊ីនតួដើម្បីម៉ូប៊ីនតួបំលែងភ្លើងបាទអូខេឥឡូវតើយើងដេមកបងឃើញនៅក្នុងចន្លោះដែលខ្ញុំកំពុងដេបើនៅចន្លោះលេខបាន14ចាំទៅ19 volt AC ពោះដល់ពេលយើងដេជុំម៉ាស៊ីនយើងរត់មិនសូវជាជក់ប៉ុន្មានទេបើសិនជាបងប្អូនធាក់នឹងឡើងរហូតដល់19ឬ20 volt AC អូខេណាឥឡូវពេលនេះយើងដេដាក់ដេទៀតបាទនេះខ្ញុំសពស្កប់ឲ្យបងប្អូនមើលបាទអញ្ចឹងនេះនៅពេលដែលយើងដេនៅរត់ពី0ដល់14 15 volt AC បាទនេះជារលកសញ្ញាដែលបញ្ជាក់ថាម៉ាញ៉ូតូយើងនៅល្អបាទដែលវាបញ្ចេញរលកសញ្ញាមកឲ្យម៉ូប៊ីនតួរបស់យើងដើម្បីឲ្យម៉ូប៊ីនតួរបស់យើងហ្នឹងវាទទួលបានភ្លើង AC ពីម៉ាញ៉ូតូហើយវានឹងបំលែងភ្លើងពីខ្នាតតូចឲ្យទៅខ្នាតធំបាទចេញមកស៊ីប៊ូស៊ីរបស់យើងចូលដល់ប៊ូស៊ីដើម្បីកាត់ជាផ្កាភ្លើងដុតបញ្ឆេះបាទឲ្យម៉ូតូយើងអាចឆេះបានបាទនេះជាវីដេអូដែលខ្ញុំចង់មកចែកលេខនិងមកបង្ហាញដល់បងប្អូនជាងម៉ូតូយើងដែលចង់វាស់ឬចង់ដឹងថាម៉ាញ៉ូតូយើងនៅល្អឬក៏ខូចដោយមិនបាច់ចាំទៅការដោះដូរទិញម៉ូឡូនៅមកកប់ដើមឬក៏ចំណាយពេលរត់ទៅទិញទេវាស់សិនបើសិនជាវាខូចវាអត់ផ្ដល់រលកសញ្ញាមកបានក្នុងតាមតម្លៃស្តង់ដារដែលខ្ញុំបង្ហាញនេះទេបានន័យថាម៉ាញ៉ូតូយើងខូចហើយណាបើសិនជាបានវាស់ទៅអត់ចេញរលកសញ្ញាមកឬក៏ចេញរលកសញ្ញាបានតាវ៉ល2វ៉ល3វ៉លឲ្យបានតាមតម្លៃស្តង់ដារ14ដល់19បាទវ៉ល AC ទេអត់មើលថាខូចហើយអូខេណោះនេះជាคลิปដែលខ្ញុំចង់មកចែកលេខដល់បងប្អូនបាទដែលរៀនវាស់ពីរលកសញ្ញាភ្លើងបាទប្រភេទម៉ូតូអាសង់ដែលចេញពីម៉ាញ៉ូតូហ៎គេថារលកសញ្ញាភ្លើង AC ចូលមកប៊ីនតួរបស់យើងថាបានប្រមាណវ៉ល AC ណាបើសម្រាប់បងប្អូនអត់ចង់ដឹងថាច្បាស់ទៀតបងប្អូនចាប់មើលហើយដេមើលថាវាឆក់អត់វាជាចរន្តភ្លើង AC ដូចអ្វីដែលខ្ញុំថាអត់ណាអូខេបាទនេះជាคลิปអ្វីដែលខ្ញុំចង់មកចែកលេខដល់បងប្អូនជាងយើងឲ្យបានយល់អំពីវិធីវាស់រលកសញ្ញាបាទម៉ាញ៉ូតូបាទវាបញ្ចេញរលកសញ្ញាភ្លើង AC ចូលមកម៉ូប៊ីនតួរបស់យើងនៅតម្លៃស្តង់ដារបាទណាអូខេអរគុណ